ពេលមេកណ្ដូរលួចស៊ីប្រេងចង្គៀងលើអាសនៈវាក៏ជ្រុលដៃធ្វើឲ្យរំទានស្រាប់តែភ្លើងឆេះវិហារអ្នកតាទ្របឲ្យយ៉ាងសន្ធោសន្ធៅអ្វីដែលកាន់តែអាក្រក់នោះរូបសំណាកព្រះម៉ែទ្របក៏បានរំដែរពេលនោះព្រះម៉ែទ្របក៏បានចេញរូបពិតភ្លាមតែពេលដែលទ្រង់ចង់ប្រើសិលពន្លត់ភ្លើងបែរជាឃើញថាពេលរូបសំណាកក៏លំសេះរបស់ទ្រង់ក៏បាត់អស់ដែរស្របពេលនោះឯងកំណាត់ឈើមួយដុំក៏សង្កត់លើខ្លួនទ្រង់យ៉ាងខ្លាំងចៃដន្យភាពនេះត្រូវបានកំឡោះក្រីក្រម្នាក់ដែលកំពុងរត់គេចខ្លួនកំឡោះក្រីក្ររូបនោះមិនគិតពីជីវិតក៏ស្ទុះចូលទៅក្នុងវិហារដើម្បីជួយនាងពេលនោះមកនៅលើដៃរបស់អ្នកក៏កើតមានចំណងនិស្ស័យយ៉ាងរឹងមាំដោយសារតែបាត់បង់សិលវិជ្ជានាងមិនអាចត្រឡប់ទៅឋានសួគ៌វិញបាននៅឋានកណ្ដាលរៀបការជាមួយកំឡោះក្រីក្រនៅថ្ងៃសុំរៀបការបានប្រាប់បុរសនោះថាបើបងមិនក្បត់អូននឹងឲ្យបងមានបានពេញមួយជីវិតរស់នៅលើគំនរមាសប្រាក់តែបើបងហ៊ានក្បត់អូននឹងធ្វើឲ្យបងវលីទ្រព្យអស់ពីខ្លួនក្របីជាតិដោយមានការខំប្រឹងនិងលាភសំណាងពីនាងមិនយូរប៉ុន្មានបុរសនោះក៏ខ្លាចជាសេដ្ឋីដ៏ល្បីឈ្មោះប្រចាំក្រុងប៉ុន្តែដែលនាងគិតថាខ្លួនឯងរើសមនុស្សមិនខុសស្រាប់តែថ្ងៃមួយបុរសនោះបាននាំស្រីម្នាក់ដែលមានផ្ទៃពោះមកផ្ទះថែមទាំងប្រាប់នាងទៀតថាឥឡូវនាងមានផ្ទៃពោះហើយបងត្រូវតែផ្ដល់ឋានៈឲ្យនាងចុះមិនមែនបងធ្លាប់សន្យានឹងអូនទេអីថាជាតិនឹងមិនយកប្រពន្ធចុងអត់ទេមិនមែនប្រពន្ធចុងទេគឺរៀបការជាប្រពន្ធដើមពេលនោះឯងទើបនាងដឹងខ្លួនថានាងពិតជាមើលមនុស្សខុសមែនហើយអាប្រុសចង្រៃនោះយកលេសថានាងមិនដឹងជាមានកូនរាប់ឆ្នាំហើយនាងដើរចេញដើម្បីឲ្យស្រីម្នាក់នោះធ្វើជាប្រពន្ធតែគេមិនដឹងថានាងគឺជាទេពធីតាចុះពីលោកអាចមានកូនជាមួយមនុស្សលោកបានយ៉ាងម៉េចនាងក៏សួរគេទាំងខឹងថាតើបងភ្លេចពាក្យសន្យាអស់ហើយមែនទេព្រមទាំងពាក្យដែលនាងធ្លាប់ប្រមានគេទៀតបើបងហ៊ានក្បត់អូននាងនឹងធ្វើឲ្យបងវលីទ្រព្យអស់ពីខ្លួនក្របីជាតិពេលនាងនិយាយអួតអាងបែបនេះថាចង់ឲ្យគេត្រឡប់ទៅក្រដូចដើមវិញបុរសនោះក៏ខឹងយ៉ាងខ្លាំងចង់មកប្រដៅនាងតែមួយរំពេចក្រោយមកដែលកំពុងស្រឡះបែរជាមានភ្លេចបន្ទោនិងគោលលាន់ភ្លាមធ្វើឲ្យគ្រប់គ្នាភ័យខ្លាចជាខ្លាំងតែអាប្រុសចង្រៃនោះមិនដឹងទេជាសញ្ញានៃការរលីទ្រព្យរបស់គេដើម្បីឲ្យបុរសនោះដាច់ចិត្តរៀបការជាមួយខ្លួនស្រីម្នាក់នោះនិយាយទាំងអំណរក្នុងពោះនាងគឺជាកូនភ្លោះឬបែបនេះបុរសនោះរំភើបចិត្តជាខ្លាំងតែនាងគ្រាន់តែប្រាប់ភ្នែកទិព្វមើលក៏ដឹងពីក្រឡាពិតរបស់ស្រីម្នាក់នោះតែជាមេកណ្ដុរសោះតែជាសត្វចង្រៃចាំតែលូស៊ីរបស់គេតែប៉ុណ្ណោះពេលនោះនាងក៏នឹកឃើញថាស្រីម្នាក់នេះគឺជាមេកណ្ដុរដែលលូស៊ីប្រេងចង្គៀងរបស់នាងតែនាងមិនទាន់និយាយអ្វីឡើយបែរជាសម្រេចចិត្តចាំមើលអាប្រុសចង្រៃនោះជាក្រឡាពេលនោះស្រីម្នាក់នោះឃើញថាដល់ពេលត្រូវដេញនាងចេញហើយក៏ប្រាប់បុរសនោះថាចង់បានខោអាវដែលនាងកំពុងស្លៀកនិងគ្រឿងអលង្ការទាំងអាប្រុសចង្រៃនឹងបញ្ជាឲ្យស្រាតខោអាវនាងភ្លាមរួចយកគ្រឿងអលង្ការនាងទៅឲ្យមីស្រីពូវេពាក់ថែមទាំងបង្អាប់ថាដៃនាងគ្រើមិនដូចដៃមីម្នាក់នោះទៀតភ្លេចអស់ហើយអីប៉ុន្មានឆ្នាំដៃមួយគូនេះហើយដែលជួយសាងទ្រព្យសម្បត្តិឲ្យឯងរាល់ថ្ងៃគឺដៃស្គមដូចមេឃឈើងាប់បែបហ្នឹងហើយតែជួយលើកមុខមាត់ឯងតែក្នុងចិត្តឯងបែរជាខ្ពើមនាងទៅវិញពេលនេះនាងពិតជាអស់សង្ឃឹមខ្លាំងណាស់តែពេលនោះមីស្រីពូវេស្រាប់តែដឹងថាលើខ្លួននាងមានសំណាងធំធេងណាស់ក៏ឆ្លៀតឱកាសបឺតយកសំណាងពីនាងភ្លាមមីសត្វត្រឆានហ៊ានលួចសំណាងអញផងអីនាងខឹងពេកក៏រុញមីម្នាក់នោះដួលខ្ពស់ទៅដីឃើញចឹងចង្រៃនឹងក៏ទេកំភ្លៀងនាងមួយទំហឹងស្រាប់តែមេឃប្រែជាខ្មៅងឹតគោលលាន់ក្រហមប៉ុន្តែអ្នកបម្រើចង់អែបអបអនាគតម្ចាស់ស្រីថ្មីក៏នាំគ្នាស្រែកថានាងនឹងហើយដែលធ្វើបាបកូនទេវតាក្នុងពោះមេម្នាក់នោះទើបមេឃដាក់ទុនកម្មបែបហ្នឹងដើម្បីឲ្យទេវតាបាត់ខឹងអាប្រុសចង្រៃនឹងបញ្ជាឲ្យប្រើច្បាប់គ្រូសាភ្លាមគឺត្រូវវានាង100រំពាត់លើកលែងតែនាងព្រមលុតជង្គង់សុំទោសតែនាងដាច់ខាតមិនព្រមអន់ក្បាលឡើយហើយចុងក្រោយរបស់អាប្រុសម្នាក់នោះក៏សំពងលើខ្លួននាងយ៉ាងចាស់គេមិនដឹងទេថារាល់ដំបងដែលវាកំពុងតែបំផ្លាញចោលនៅរាល់លាភសំណាងដែលនាងសន្សំឲ្យគេរាប់ឆ្នាំហើយរាល់ពេលដែលគេវានាងមួយដំបងកំហឹងមេឃដីក៏កាន់តែខ្លាំងឡើងរហូតដល់មេឃដីប្រែពណ៌គោលលាន់ក៏ក្រាក់ដីដំណឹងអាក្រក់ក៏មកដល់លោកម្ចាស់មិនស្រួលទេចប់ហើយស្អីគេហាងអញមែនទេប្រញាប់ទៅជួយពន្លត់ភ្លើងទៅភ្លើងវាតាមឆេះអញហើយជួយអញផងជួយអញឲ្យលឿនឡើងប្រញាប់ពន្លត់វាទៅចង្រៃយកមែនចង្រៃពិតមែនចប់អស់ហើយរលីងមិនដល់កន្លះខែទៀតត្រូវប្រគល់ទំនិញឲ្យគេហើយអញបានអីទៅទិញទំនិញមកវិញលើកនេះមកពិតមែនហើយអញមកពីមីស្រីចង្រៃនឹងម្នាក់គត់នាំតែរឿងស៊ុយមកឲ្យបើគុំតែនាងធ្វើបាបកូនទេវតាធ្វើឲ្យទាស់ចិត្តដល់សុគ្រាម្លេះត្រកូលសឹមអញមិនជួបរឿងស៊ុយបែបហ្នឹងទេមកពីអញទាំងអស់តែមានភ្នែកតែមើលមិនឃើញយកមីស្រីចង្រៃចូលផ្ទះមកពីអញវាខ្វាក់ភ្នែកខ្លួនឯងយកមនុស្សប្រុសចិត្តខ្មៅធ្វើជាប្តីពួកឯងចាប់មីស្រីចិត្តអាក្រក់នេះទៅសារបុកបរោះភ្លាមបាទលោកយាយទេវតាទ្រព្យឲ្យសូមយាយទេវតាទ្រព្យឲ្យសូមលោកយាយប្រទានសំណាងនិងទ្រព្យសម្បត្តិឲ្យទូបង្គំឬមួយក៏ទេវតាមិនដឹងខុសត្រូវរឿងថ្ងៃនេះគឺមកពីមីស្រីចង្រៃម្នាក់នេះទាំងអស់មិនពាក់ព័ន្ធនឹងត្រកូលសឹមទេចង់ដាក់ទោសសូមដាក់ទោសតែនាងម្នាក់បានហើយលើកលែងឲ្យលោកយាយទេវតាទ្រព្យតាំងពីថ្ងៃដំបូងដែលឯងឈានជើងចូលវិហារហើយអត់ធូបបន់ស្រន់យ៉ាងមុតមមនោះអញក៏ខ្លាចជាទេវតាទ្រព្យឲ្យក្នុងមាត់ឯងតែឥឡូវឯងបែរជាចាប់អញទៅសារបុកបរោះហើយមកសុំឲ្យឯងអត់ទោសឲ្យអីលើកនេះអញមិនទទួលយកការគោរពពីឯងទៀតទេអូគាត់ធ្វើឲ្យព្រះម៉ៃខឹងហើយមិនឆ្ងល់ទេថាហេតុអីបានជាខ្ញុំឈឺពោះមិនឈប់សោះច្បាស់ជាបងស្រីធ្វើឲ្យព្រះម៉ៃទ្រព្យខឹងហើយនេះជាការព្រមានរបស់ព្រះម៉ៃមកកាន់ខ្ញុំបើព្រះម៉ៃទ្រព្យមិនបាត់ខឹងទេកុំថាឡើយកូនក្នុងផ្ទៃអ្នកនាងតូចសូម្បីតែគ្រួសារយើងទាំងមូលក៏នឹងជួបគ្រូដែរចំណងប្តីប្រពន្ធ10ឆ្នាំមកនេះខ្ញុំឲ្យឱកាសនាងម្ដងចុងក្រោយមិនមែននាងតែងតែអួតពីសមត្ថភាពរកលុយរបស់ខ្លួនឯងទេសប្បាយចិត្តម្នាក់ឯងហ្នឹងស្មានតែខ្លួនឯងជាព្រះម៉ៃទ្រព្យចុះមកចាប់ជាតិមែនទេល្អណាស់ថ្ងៃនេះនាងលុតជង្គង់លើក្បាលគិតលេខនេះទៅបើព្រះម៉ៃទ្រព្យព្រមអត់ទោសឲ្យនាងខ្ញុំនឹងតែងតាំងនាងជាប្រពន្ធឯកនរណានៅខាងក្រៅលោកម្ចាស់ទោះបីលោកស្រីគ្មានគុណសម្បត្តិក៏គាត់ខំប្រឹងធ្វើការងារហត់នឿយដែរសូមលោកម្ចាស់មេត្តាលើកលែងឲ្យគាត់ដោយយកដល់មនោសញ្ចេតនាចាស់ផងរាងកាយលោកស្រីទ្រាំលែងបានទៀតហើយលោកស្រីគាត់មានជំងឺដែលព្យាបាលមិនជាទេខ្ញុំមើលទៅនាងគ្រាន់តែសម្ដែងសោះដើម្បីដណ្ដើមលេខ1ក្នុងកម្មវិធីប្រកួតតែគាត់សុខចិត្តភ្លក់តែរហូតដល់រលាកសួតរហូតដល់មានអាការៈធ្លាក់ឈាមទ្រព្យសម្បត្តិគ្រួសារយើងអាចដួលហាងតែធំទាំង3បានក៏ដោយសារតែគុណបំណាច់លោកស្រីដែរគាត់ជឿធ្ងន់ដល់ថ្នាក់ហ្នឹងហេតុអីក៏ខ្ញុំមិនដឹងសោះអញ្ចឹងលោកស្រីខ្លាចលោកម្ចាស់បារម្ភទើបមិនឲ្យខ្ញុំប្រាប់គ្រូពេទ្យថាលោកស្រីជឿធ្ងន់ណាស់គ្មានផ្លូវព្យាបាលទេអស់លទ្ធភាពហើយទោះបីថែទាំល្អក៏រស់បានតែ3ឆ្នាំទៀតដែរសួរយ៉ាងតើអ្វីដែលគេនិយាយជាការពិតមែនទេខ្ញុំមិនដែលសង្ស័យលើចិត្តស្មោះរបស់លោកទេតែមិននឹកស្មានថាអ្វីប្រែប្រួលលឿនបែបនេះចុងក្រោយគឺខ្ញុំមើលមនុស្សខុសមែនសួរយ៉ាងខ្ញុំដកដង្ហើមធំបងសម្លាញ់ខ្ញុំជឿពោះណាស់
យ៉ាវអូនកើតអីហ្នឹងខ្ញុំឈឺពោះខ្លាំងណាស់លោកបងប្រហែលជាបងស្រីធ្វើឲ្យព្រះម៉ៃខឹងហើយមែនទេបានជាព្រះម៉ៃចង់យកកូនយើងទៅវិញបែបនេះគុំនិយាយផ្ដេសផ្ដាសខ្ញុំធ្លាប់ថ្វាយគ្រឿងសក្ការៈដល់ព្រះម៉ៃរួចហើយព្រះម៉ៃច្បាស់ជាជួយឲ្យយើងឆ្លងផុតគ្រោះថ្នាក់នេះហើយឲ្យកូនយើងកើតមកដោយសុវត្ថិភាពតែបើបងស្រីមិនព្រមដឹងកំហុសទេខ្ញុំខ្លាចព្រះម៉ែទ្របឈប់តាមថែរក្សាយើងមែនហើយលោកម្ចាស់ខ្ញុំមើលទៅគាត់ធ្វើពុតជាឈឺដើម្បីគេចវេសពីកំហុសសោះខ្ញុំយល់ហើយនាងមកដល់ពេលនេះហើយនៅចង់បោកប្រាស់ខ្ញុំទៀតមែនទេហ៊ានប្រើល្បិចថោកទាបធ្វើជាឈឺមកបោកខ្ញុំផងបើថ្ងៃនេះនាងមិនព្រមលុបជង្គង់សារភាពកំហុសខ្ញុំមិនលើកលែងឲ្យនាងជាដាច់ខាតមិនមែនទេមិនមែនបែបហ្នឹងទេលោកស្រីឆាប់ដឹងខ្លួនឡើងលោកស្រីខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីលោកម្ចាស់រហូតដល់រាងកាយទ្រុឌទ្រោមអស់ហើយទើបគ្រួសារយើងមានថ្ងៃនេះលោកម្ចាស់ដាច់ចិត្តធ្វើដាក់លោកស្រីបែបនេះអ្វីគ្រប់យ៉ាងសុទ្ធតែជាកម្មផលមកពីស្រីមេធ្មប់ម្នាក់នឹងម្នាក់ក៏នាងដណ្ដើមបន្ទប់លោកស្រីលោកម្ចាស់លើកតម្កើងនាងដូចជាព្រះអញ្ចឹងមិនដឹងជានាងដាក់ថ្នាំស្នេហ៍អីឲ្យលោកម្ចាស់ខ្លះទេភ្លៀងធ្លាក់ខ្លាំង3ថ្ងៃជាប់គ្នាចំការតែត្រូវខូចខាតអស់ហើយមើលចុះខ្ញុំមិនទៅណាទេខ្ញុំចង់នៅក្បែរលោកស្រីបន្តទៀតក្មេងល្ងងអើយជីវិតខ្ញុំដូចជាទៀនដែលចិត្តរលត់អញ្ចឹងមិននឹកស្មានថាចុងក្រោយទៅជាបែបនេះសោះខ្ញុំមិនអាចឲ្យនាងមកលំបាកជាមួយខ្ញុំទៀតទេលោកស្រីមិនមែនអញ្ចឹងទេអង្វរលោកម្ចាស់ឲ្យហៅគ្រូពេទ្យមកមើលលោកស្រីស៊ីសៀនកាត់អីហ្នឹងបងស្រីកំពុងរកស្រីបម្រើម្នាក់នោះមែនទេអូនកំពុងធ្វើអីហ្នឹងលាថានាងកំពុងលុបជង្គង់នៅមុខបន្ទប់លោកម្ចាស់ទាំងមេឃកំពុងភ្លៀងខ្លាំងសូមលោកតាជួយរកគ្រូពេទ្យឲ្យបងស្រីផងនាងសំភាររហូតដល់បែកក្បាលហូរឈាមហើយមេការដែលស្មោះត្រង់បែបនេះតើបងស្រីទៅរកមកពីណាហ្នឹងចុះខែនជួឯងធ្វើអីគេខ្លះគេហេប្រហែលជាដេកនៅវាលខ្មោចបាត់ហើយហាស្មោកគ្រប់ណាស់តោះទៅពួកឯងមិនមែនចូលចិត្តក្លិនស្អុយរលួយបែបហ្នឹងទេអីខំធ្វើពុតជាមនុស្សរហូតភ្លេចអស់ថាខ្លួនឯងជាស្អីឲ្យប្រាកដខ្ញុំនិយាយត្រូវមែនទេមិនក៏ឯងធ្វើខ្លួនដូចកណ្ដុរខ្លាចឆ្មាបែបនេះពួកឯងនិយាយស្អីរឿងឆ្មារឿងកណ្ដុរហ្នឹងមើលចុះនាងកំពុងមានផ្ទៃពោះផងភ្លៀងធ្លាក់ខ្លាំងបែបនេះឯងមកធ្វើអីនៅទីនេះមិនដែលគិតទេអីថាខ្ញុំបារម្ភពីបងស្រីរហូតដេកមិនលក់ទើបខំមកមើលនឹងណាមិននឹកស្មានថាបងស្រីមិនដឹងគុណហើយនៅមកចង្អុលមុខជាខ្ញុំទៀតមនុស្សមិនស្គាល់ល្អអាក្រក់បងទៅខកជាមួយនាងធ្វើអីយើងគួរតែទុកឲ្យនាងស្លាប់រស់នៅទីនេះតាមមិថាកម្មទៅអញដឹងពីអត្តសញ្ញាណរបស់ខ្ញុំហើយតែយ៉ាងម៉េចទៅវិញទោះឯងនិយាយដល់មេឃលំក៏ដោយចាំមើលថាគាត់ជឿសម្ដីខ្ញុំអត់បោកគេវាងាយស្រួលណាស់លើកនេះគង់តែត្រូវសងវិញទេថ្ងៃនេះជាថ្ងៃមង្គលការមិនក៏ឲ្យស្រីចម្រៃបែបនេះមកបំផ្លាញកម្មវិធីចឹងនៅមានអ្នកណាទៀតគឺភរិយាទេពតាចែកលៀបដល់ល្បីល្បាញយ៉ាងតើទេពតាចែកលៀបស្អីទៅគ្រាន់តែជាមេមន់មិនចេះពងសោះនឹងសំណាងហើយដែលបងសិនជាខ្ញុំវិញដេញក្បាលចោលបាត់ហើយនៅធ្វើមុខងាប់បែបហ្នឹងទៀតធ្វើឲ្យអ្នកណាគេមើលចាប់ពីថ្ងៃនេះទៅស៊ីយិនយ៉ូនឹងក្លាយជាភរិយាត្រឹមត្រូវរបស់គ្រូសាសិនមើលការខុសត្រូវក្នុងផ្ទះទាំងអស់អញវាអត់គុណធម៌ធ្លាក់ខ្លួនធ្វើជាប្រពន្ធចុងទៅនៅមិនទាន់ប្រញាប់មកលុតជង្គង់លើកតែឲ្យលោកស្រីធំទៀតសិនលេងចាប់ពីពេលនេះទៅខ្ញុំលេងជំពាក់លោកទៀតហើយប្រញាប់មកលុតជង្គង់លើកតែមកតាំងពីខ្ញុំក្លាយជាទេពតាមកខ្ញុំលុតជង្គង់តែចំពោះមេឃដីនិងគុណមេដាបតាប៉ុណ្ណោះមនុស្សថោកទាបដូចឯងចង់ឲ្យខ្ញុំលុតជង្គង់ឲ្យគ្មានផ្លូវទេនៅហ៊ាននិយាយផ្ដេសផ្ដាសទៀតផ្ទះមាត់ឥឡូវហ្នឹងអូសនាងមកទីនេះមកបែបហ្នឹងទៅត្រូវខ្ញុំសិនលេងមិនមែនជាមនុស្សហមគុណទេចាប់ពីពេលនេះទៅយកឲ្យជាប្រពន្ធដើមឯងជាប្រពន្ធចុងការមើងងាយបែបនេះខ្ញុំមិនអាចទទួលយកបានទេមកដល់ពេលនេះហើយនៅហ៊ានរមាត់ទៀតសង្កត់ក្បាលនាងចុះទៅក្រោកឡើងពួកអញចង់ធ្វើអាក្រក់អីក៏ធ្វើទៅគង់តែមានច្បាប់មិនទេឥឡូវកាន់តែបង្ខំខ្លាំងថ្ងៃក្រោយទោសកាន់តែធ្ងន់បងសិនពោះរបស់ខ្ញុំអំបាញ់មិញនៅធម្មតាសោះមិនក៏ស្រាប់តែប្រកាសជាស្រីម្នាក់នេះធ្វើស៊ីសិលហើយខ្ញុំថាហើយថាសម្ដីនាងមិនស្រួលទេមនុស្សលោកមិនមែនល្ងងខ្លៅទេបើមិនចឹងទេពួកអាក្រក់ធ្វើអីបានសម្រេចទៅមីស្រីថោកទាបឯងធ្វើស្អីហ្នឹងខ្ញុំប្រាប់ហើយការលុបជង្គង់របស់ខ្ញុំខ្លាចតែពួកឯងទទួលមិនរួចទេដល់ពេលត្រូវត្រឡប់ទៅឋានសុខវិញហើយអញធ្វើពុតស្អីក្រោកឡើងនេះជានេះដីកម្រើខ្លួនជួយដីកម្មពៀទាំងឡាយលែងពាក់ព័ន្ធនឹងខ្លួនខ្ញុំទៀតហើយ
ទើបការចែកលាភយាងត្រឡប់ទៅវិញហើយ